សម្រាប់អ្នកគ្រូដែលធ្វើការនៅក្នុងវិស័យថែរក្សាសម្រស់នេះយូរឆ្នាំពីបទពិសោធន៍របស់អ្នកគ្រូផ្ទាល់តើអ្នកគ្រូគិតថាការដែលយើងហៅគេមកទទួលសេវាកម្មប្រឹក្សានេះជាការអូសទាញមកទិញសេវាកម្មទេឬមួយក៏ក្នុងគោលបំណងអីដែរច្បាស់ហើយគាត់ច្បាស់ជាអាចនឹងយល់ថាការដែលយើងអញ្ជើញគាត់មកប្រឹក្សាយោបល់គឺគាត់ងាយនឹងយល់ច្រឡំថាយើងចង់ឲ្យគាត់មកធ្វើសេវាមួយពីរនៅ clinic មែនខ្ញុំគិតដូចគ្នាថាគ្រាន់តែបាញ់លើ clinic ហេតុអីបានចាំបាច់ត្រូវមកប្រឹក្សាអញ្ចឹងមិនគួរឡើយមិនគួរមើលស្រាសេវាកម្មឡើយមិនគួរមើលស្រាថាគ្រាន់តែបាញ់ជំរុះរោមឃ្លៀកសោះប្រឹក្សាយោបល់អីជាមួយគ្រូពេទ្យដែរយូរក៏ប៉ុន្តែគឺគាត់បានបោះចោលអត្ថប្រយោជន៍របស់ខ្លួនឯងបើមិនគាត់រើសធ្វើបែបហ្នឹងមូលហេតុអ្វីដែរដែលមនុស្សពីរនាក់មានបញ្ហាស្រដៀងគ្នាឬក៏បញ្ហាដូចគ្នាតែអាចទទួលបានការព្យាបាលដូចគ្នាបានឥឡូវខ្ញុំលើកឧទាហរណ៍វិញស្រួលយល់កូនភ្លោះចាស់កូនភ្លោះគាត់កើតមកពីម៉ាក់តែមួយទេអត់គាត់មាន genetic តែមួយទេហើយពុះតែមួយអញ្ចឹងកូនភ្លោះក៏ពេលខ្លះអត់អាចធ្វើសេវាដូចគ្នាដែរគ្មានអ្នកណាម្នាក់ដែលពូកែជាងមនុស្សទេចានៅតែមនុស្សដដែលអញ្ចឹងតាក់ទងនឹងបញ្ហាស្បែកខ្ញុំរាប់ថាជាសុខភាពសម្រស់ទុកឲ្យគ្រូពេទ្យសម្រស់អ្នកដោះស្រាយទៅរកការប្រឹក្សាយោបល់ទៅគាត់នឹងជួយដោះស្រាយជួយ customize ជួយគិតថាគួរឬក៏មិនគួរជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តដែលកំពុងតែទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីថ្មីដែលនៅក្នុង podcast របស់យើងនៅថ្ងៃនេះយើងនឹងជជែកអំពីរឿងរ៉ាវមួយចំនួននៅពីក្រោយឆាកនៃវិស័យថែរក្សាសម្រស់នៅកម្ពុជាចាត់ជាចម្ងល់ដំបូងតែម្ដងពីអតិថិជនទៅមិនថាខ្ញុំមិនថាគេទេរាល់ពេលដែលទទួលបានការណែនាំឲ្យទៅទទួលការប្រឹក្សាតែងតែយល់ថានោះគឺជាការអូសទាញដើម្បីទៅប្រើប្រាស់សេវាកម្មគឺនិយាយសួរស្ដាប់គឺដើម្បីចាយលុយតែម្ដងអញ្ចឹងតើការគិតបែបនេះជាការគិតដែលត្រឹមត្រូវដែរឬអត់អញ្ចឹងនៅថ្ងៃនេះដើម្បីជជែកស៊ីជម្រៅនៅក្នុងបញ្ហាទាំងអស់នេះយើងមានវាគ្មិនកិត្តិយសមួយរូបដែលអ្នកគ្រូគឺជាវិជ្ជបណ្ឌិតដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យថែរក្សាសម្រស់នេះគឺអ្នកគ្រូវិជ្ជបណ្ឌិតច័ន្ទចរិយាចាយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរអ្នកគ្រូចាសុខសប្បាយអ្នកគ្រូចាសុខសប្បាយធម្មតាចារៀងសប្បាយចិត្តច្រើនតិចអរគុណច្រើនអ្នកគ្រូជាសំណួរដំបូងតែម្ដងសម្រាប់អ្នកគ្រូដែលធ្វើការនៅក្នុងវិស័យថែរក្សាសម្រស់នេះយូរឆ្នាំពីបទពិសោធន៍របស់អ្នកគ្រូផ្ទាល់តើអ្នកគ្រូគិតថាការដែលយើងហៅគេមកទទួលសេវាកម្មប្រឹក្សានេះជាការអូសទាញមកទិញសេវាកម្មទេឬមួយក៏ក្នុងគោលបំណងអីដែរចាអរគុណមុននឹងឆ្លើយខ្ញុំចង់ថាឥឡូវខ្ញុំឆ្លើយពីអារម្មណ៍អតិថិជនជំនួសមួយចាឆ្លើយពីអារម្មណ៍ប្រជាជនយើងដែលគាត់អាចនឹងធ្លាប់ទទួលអារម្មណ៍បែបហ្នឹងព្រោះខ្ញុំនៅលើវិស័យហ្នឹងច្បាស់ហើយគាត់ច្បាស់ជាអាចនឹងយល់ថាការដែលយើងអញ្ជើញគាត់មកប្រឹក្សាយោបល់គឺគាត់ងាយនឹងយល់ច្រឡំថាយើងចង់ឲ្យគាត់មកធ្វើសេវាមួយពីរនៅ clinic មែនព្រោះអាចនឹងជាបទពិសោធន៍មិនល្អដែលគាត់ធ្លាប់ទទួលបានមកប៉ុន្តែឆ្លើយតបទៅសំណួរដែលខ្លឹមនោះគឺខ្ញុំចង់ប្រាប់ថាការយល់ឃើញបែបនេះគឺមិនត្រឹមត្រូវឡើយព្រោះក្នុងនាមជាគ្រូពេទ្យមួយរូបខ្ញុំធ្វើការគឺចង់ឲ្យប្រជាជនយើងទទួលបានចំណេះដឹងពីការប្រឹក្សាគាត់នឹងទទួលបានខ្លឹមជាច្រើនពីការមកប្រឹក្សាយោបល់មិនមែនមកដើម្បីទិញសេវាកម្មណាមួយឡើយព្រោះមុននឹងយើងចាប់ផ្ដើមផ្ដល់សេវាថែរក្សាសម្រស់ណាមួយទៅលើអតិថិជនគឺយើងត្រូវឆ្លងកាត់ការប្រឹក្សាយោបល់លម្អិតនេះឯងទើបយើងអាចទៅដល់គោលដៅជោគជ័យនៃការព្យាបាលបានចាអរគុណលោកគ្រូតើការមកទទួលប្រឹក្សាដែលត្រឹមត្រូវហ្នឹងពីសម្រាប់អ្នកគ្រូផ្ទាល់តើអ្នកគ្រូយល់ថាអាចការពារទាំងអតិថិជនហើយនឹងក្នុងនាមអ្នកគ្រូជាវិជ្ជបណ្ឌិតនៅក្នុងវិស័យនឹងបានយ៉ាងម៉េចដែរការពារបានច្រើនណាព្រោះអីឧទាហរណ៍ថាក្នុងករណីដែលគាត់ត្រូវការរកការដោះស្រាយណាមួយឥឡូវយើងលើកឧទាហរណ៍ដើម្បីស្រួលយល់ណាបងលើកឧទាហរណ៍ថាបើសិនជាគាត់អត់មកទទួលការប្រឹក្សាយោបល់ទេគាត់មានបញ្ហាមុនចាស់យើងឧទាហរណ៍ថាគាត់កើតមុននៅលើមុខចាស់គាត់អត់ចង់មករកការប្រឹក្សាទេគាត់អាចនឹងមើលតាមបណ្ដាញសង្គមអាចមើលតាម social media ផ្សេងហើយគាត់រក solution ហ្នឹងទៅតាមការចែករំលែកដោយមិនមានវេជ្ជបណ្ឌិតទេអញ្ចឹងយើងរាប់ថាអត់មកប្រឹក្សាពេលដែលគាត់ធ្វើអ្វីទៅតាមចិត្តរបស់គាត់ដោយមិនមានអ្នកចាំឆ្លើយសំណួរដែលមនុស្សម្នាក់នោះគឺជាវេជ្ជបណ្ឌិតនៅដែលមានជំនាញផ្នែកហ្នឹងគាត់ងាយនឹងសម្រេចចិត្តខុសឥឡូវឧទាហរណ៍ថាគាត់កើតមុនប៉ុន្តែជាក់ស្ដែងនៅលើមុខគាត់ជួនកាលអាចមិនមែនជាមុនផងអាចជា purging process អាចជា breakout អាចជា condition skin ណាមួយដែលមកពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ error ប្រែប្រួល stress ញ៉ាំអត់ត្រូវពលឺថ្ងៃអត់លាប sunscreen អីជាដើមអញ្ចឹងគាត់អាចគិតថាអាហ្នឹងគាត់ត្រូវទៅបើគាត់គិតថាកើតមុនណាដែលអត់មានអ្នកជួយគាត់បែរជាអាចនឹងទៅរកទិញថ្នាំញ៉ាំដើម្បីការពារមុនគាត់អាចនឹងទៅរកទិញផលិតផលលាបដើម្បីព្យាបាលមុន
process ហ្នឹងវាខុសពីអ្វីដែលគាត់កំពុងមានបាត់ហើយអញ្ចឹងត្រង់កន្លែងនេះយើងចង់ប្រាប់ថាបើមិនមកគាត់អាចនឹងសម្រេចចិត្តខុសអាហ្នឹងគឺគាត់ខាតហើយអ្នកដែលមិនមកគាត់ខាតចុះបើសួរថាចំណេញវិញចំណេញគឺនៅពេលដែលគាត់មកជួបការប្រឹក្សាយោបល់គ្រូពេទ្យគឺគាត់ធ្វើការមានក្រមសីលធម៌វិជ្ជាជីវៈខ្ញុំជឿថាអញ្ចឹងគាត់ច្បាស់ជាអាចឲ្យនៅអ្វីដែលគាត់ដឹងខ្លួនឯងថាឥឡូវអូនមុខហ្នឹងឆ្លងកាត់ការវិភាគស្បែកមុខរបស់ខ្ញុំការសួរប្រវត្តិជជែកគ្នាច្រើនអូនឯងមិនកើតមុនផងអូនឯងជា skin break out ដោយសារតែមួយរយៈហ្នឹងអូនឯង stress ឥឡូវដូចស្ថានភាពឥឡូវវាពងអត់ល្អអញ្ចឹងយើងមើលឃើញនេះឃើញនោះយើងពិបាកចិត្តយើងគេងអត់បានយើងញ៉ាំផ្ដេសផ្ដាស់វាកើតអានឹងឡើងចាហើយយើងគ្រាន់តែទៅផ្លាស់ប្ដូរទម្លាប់ដែលមិនល្អនោះចេញវិញទៅយើងនឹងត្រឡប់មករកសភាពស្បែកស្អាតវិញបាត់ឃើញចំណេញអត់ហើយយើងអត់មានត្រូវប្រើសេវាអីនៅ clinic ទេត្រូវអត់អញ្ចឹងនេះគឺជាការចំណេញរបស់អតិថិជនដែលឡែកគ្រូពេទ្យវិញចំណេញអីគេខ្លះគ្រូពេទ្យគឺគាត់បានធ្វើការមួយនៅក្នុងវិស័យរបស់គាត់បានចែកម្លែកចំណេះដឹងទៅតាមក្រមសីលធម៌ដែលគ្រូពេទ្យគាត់រៀនចេះដឹងមកហើយក្នុងនាមជាគ្រូពេទ្យម្នាក់មិនថាខ្ញុំអ្នកដទៃតែងតែចង់ឲ្យប្រជាជនយើងមានសុខភាពល្អហើយបើពីខ្ញុំផ្ទាល់នៅលើវិស័យសម្រស់ខ្ញុំចង់ឲ្យប្រជាជនយើងមានសម្រស់ស្បែកមុខស្អាតអត់អោយចាញ់ប្រទេសគេដែលកំពុងតែស្អាតទេអញ្ចឹងគ្រូពេទ្យចំណេញមួយគឺគាត់បានចែកម្លែកចំណេះដឹងគាត់ទៅប្រជាជនដែលគាត់ចង់ឲ្យដល់ហើយអតិថិជនឬក៏ប្រជាជនវិញគាត់ទទួលបានអ្វីមួយដែលគាត់សមនឹងទទួលបានដោយមិនត្រូវការចាយលុយចាមួយទៀតភ្ជាប់ពីអ្វីដែលអ្នកគ្រូបានលើកឡើងអំបញ្ញមិញជាការដែលស្វែងរកព័ត៌មានទាំងអស់នៅលើអ៊ីនធឺណិតព្រោះបច្ចុប្បន្នអ៊ីនធឺណិតវាទូលំទូលាយមែនតើមានបញ្ហាអីសឹងថាយើងមិនចាំបាច់ទៅសួរផ្ទាល់ទេយើងគិតថាវាលឿនជាងព្រោះយើងរកវិធីតាមអ៊ីនធឺណិតវាលឿនមែនតើអញ្ចឹងសម្រាប់អ្នកគ្រូតើការស្វែងរកព័ត៌មានតាមអ៊ីនធឺណិតហើយជ្រើសរើសការព្យាបាលជ្រើសរើសដំណោះស្រាយដោយពឹងផ្អែកទាំងស្រុងទៅលើអ៊ីនធឺណិតនេះវាមានបង្កការគ្រោះថ្នាក់ទៅដល់អតិថិជនយ៉ាងម៉េចដែរសម្រាប់ខ្ញុំនិយាយថាខ្ញុំមិនគ្រប់គ្រងឲ្យធ្វើបែបហ្នឹងឡើយព្រោះថាយើងដឹងហើយថាបច្ចេកវិទ្យារីកចម្រើនយើងគិតឲ្យដល់ចាបច្ចេកវិទ្យារីកចម្រើនតើនៅក្រោមស្នាដៃរបស់អ្នកណាមនុស្សយើងទេត្រូវអត់ចាគឺមនុស្សដដែលនឹងឯងដែលគាត់មានខួរក្បាលល្អវៃឆ្លាតហើយគាត់ creative ខ្លាំងគាត់ប្រឹងខ្លាំងបានគាត់ទៅរកឃើញអាបច្ចេកវិទ្យាទំនើបអស់ហ្នឹងហើយយើងបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈហើយសម្រាប់ខ្ញុំនិយាយដដែលAI ក៏ដោយអីក៏ដោយដែលថាគេហៅទំនើបកម្មនៃបច្ចេកវិទ្យាសូមប្រើឲ្យត្រូវបើសិនជាយើងប្រើមិនត្រូវយើងខ្លួនឯងក៏ជាអ្នកម្នាក់ដែលទៅទិញអាវុធយកមកចាក់ខ្លួនឯងដែរឥឡូវឧទាហរណ៍ថានៅក្នុងវិស័យសម្រស់អូនឯងមានបញ្ហាជាប់ឧទាហរណ៍ណាចាយើងអត់ចង់រកការព្យាបាលពីគ្រូពេទ្យទេយើងឃើញថាឥឡូវ AI បកកែចេះធ្វើរោគវិនិច្ឆ័យឲ្យហើយprescribe ឲ្យទៅទិញយកមកប្រើបានហ្មងចាអញ្ចឹងអូនឯងវាយទៅជាប់អូនឯងចេះអង់គ្លេសដាក់បានហើយ melasma hyperpigmentation អីចឹងទៅគេចេញមកឲ្យដើម្បីព្យាបាលជំងឺហ្នឹងអ្នកឯងធ្វើចេះមួយចេះពីរចៃដន្យអីនៅក្នុង first line protocol នៅក្នុងការព្យាបាលអា hyperpigment ឬក៏ melasma ហ្នឹងគេឲ្យយើងប្រើពពួក steroid ឬក៏ពពួក methylprednisolone ឬក៏ពពួកcorticosteroid អីជាច្រើនដែលជាពពួក immune suppressor ជាពពួក anti inflammationមានន័យថាទប់ស្កាត់ការរលាកអញ្ចឹងស្រាប់តែឃើញនេះដូចតំណងដែរអាហ្នឹង OTC ទិញប្រើបានតើទៅទិញយកមកប្រើតែអ្នកប្រឹក្សារបស់យើងគឺ AI ចាអញ្ចឹងគាត់អត់បានឃើញមុខអូនទេគាត់អត់បានសួរថាតើការរស់នៅប្រចាំថ្ងៃរបស់អូននៅផ្ទះមិនត្រូវថ្ងៃជាប្រចាំទេជិះម៉ូតូឬក៏ជិះឡានបើជិះឡានបិទ UV ទេ screen ឡានចាហើយតើ UV index នៅក្នុងស្រុកយើងវាមានកម្រិតណាអាហ្នឹងសំខាន់AI អត់បានសួរយើងទេវាគ្រាន់តែឆ្លើយនៅអ្វីបើសម្រាប់ខ្ញុំនិយាយថាចេះ AI កើតឡើងពីកម្មមនុស្សជាអ្នកផលិតឡើងជាអ្នកធ្វើវាឡើងអញ្ចឹងគ្រប់ចម្លើយដែល AI ឆ្លើយបានគឺជាការសរសេរកូដមួយដាក់នៅក្នុងអង្គចងចាំរបស់ AI ឲ្យនៅពេលដែលសំណួរបែបហ្នឹងលេចឡើងមកទិន្នន័យចម្លើយដដែលនិងឆ្លើយដដែលតែវាអត់ដូចគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងវាអត់ដូចគ្នាពីប្រទេសមួយទៅប្រទេសមួយផង epidemic សាសសីតុណ្ហភាពការរស់នៅ genetic អត់ដឹង AI អត់ដឹងអញ្ចឹងយើងមិនអាចទៅយកចម្លើយពី AI មកបានទេចុះបើធ្វើឲ្យខុសអ្នកណាអ្នកទទួលខុសត្រូវ AI អ្នកទទួលខុសត្រូវហើយយើងទៅប្តឹង AI ទេចាពេលហ្នឹងយើងនឹងលែងនិយាយអីទាំងអស់ហើយស្ងប់ស្ងៀមតែខ្លួនឯងដោយយល់ថាខុសមកពីអញអញ្ចឹងសម្រាប់ខ្ញុំរៀងវែងឆ្ងាយតិចប៉ុន្តែខ្ញុំចង់លើកហ្នឹងឲ្យច្រើនឲ្យយល់ថាកុំទុកចិត្តលើបច្ចេកវិទ្យាហ្នឹងខុសផ្លូវអីគ្មានអ្នកណាម្នាក់ដែលពូកែជាងមនុស្សទេ
នៅតែមនុស្សដដែលអញ្ចឹងតាក់ទងនឹងបញ្ហាស្បែកខ្ញុំរាប់ថាជាសុខភាពសម្រស់ទុកឲ្យគ្រូពេទ្យសម្រស់អ្នកដោះស្រាយទៅរកការប្រឹក្សាយោបល់ទៅគាត់នឹងជួយដោះស្រាយជួយ customize ជួយគិតថាគួរឬក៏មិនគួរ ចាអរគុណច្រើនមែនទែនពីក្នុងនាមខ្ញុំដូចជាអតិថិជនដែរបានដឹងចំណេះដឹងមួយចំនួនទៀតដែលគាត់ថាអត់ធ្លាប់បានដឹងពីមុនហើយក៏អត់គិតថាការ search ព័ត៌មានតាមអ៊ីនធឺណិតនេះវាអាចនឹងបង្កការគ្រោះថ្នាក់យ៉ាងម៉េចដែរដល់ឡែកសម្រាប់អ្នកគ្រូផ្ទាល់វិញជឿជាក់ថារាល់ពេលដែលអតិថិជនមករកអ្នកគ្រូទទួលសេវាកម្មប្រហែលជាពួកគាត់មានការរំពឹងខ្ពស់មែនទែនប្រហែលជាពួកគាត់គិតថាជាខ្ញុំដែរប្រហែលខ្ញុំគិតថាមកប្រឹក្សាជាមួយអ្នកគ្រូមកទទួលសេវាកម្មពីអ្នកគ្រូជាវិជ្ជបណ្ឌិតជំនាញបញ្ហាខ្ញុំមាន10ប្រហែលជាអាចជាទាំង10ហើយអញ្ចឹងក្នុងនាមអ្នកគ្រូជាអ្នកព្យាបាលជាអ្នកដែលត្រូវដោះស្រាយជាមួយអតិថិជនផ្ទាល់តើអ្នកគ្រូធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងការរំពឹងទុករបស់អតិថិជនសម្រាប់ខ្ញុំសំណួរហ្នឹងល្អមែនតើហើយអ្វីដែលយើងមិនដែលធ្វើឲ្យអតិថិជនមានការរំពឹងខុសនោះគឺខ្ញុំជ្រើសរើសយកឆ្លើយតែការពិតយើងយកឈរលើការពិតយកការពិតមកនិយាយភាពស្មោះត្រង់និងក្រមសីលធម៌ជាគ្រូពេទ្យចាខ្ញុំគិតថាអូនអាចនឹងយល់ច្រើនដែរនៅក្នុងវិស័យហ្នឹងប៉ុន្តែអ្វីមួយដែលខ្ញុំអាចនឹងប្រាប់ថាមានចន្លោះខ្វះខាតមួយចំនួនដែលប្រជាជនគាត់អត់ស្ថិតនៅក្នុងវិស័យសុខភាពអាចនឹងមិនយល់បានណាពួកខ្ញុំដែលជាគ្រូពេទ្យគឺយើងមានពាក្យមួយ clear នៅក្នុងខ្លួនជានិច្ចគ្មានអ្វី 100% ឡើយចាអញ្ចឹងការជ្រើសរើសយកការនិយាយការពិតនៅកំឡុងពេលប្រឹក្សាយោបល់គឺជាចំណុចខ្លឹមមួយរបស់ខ្ញុំដែលខ្ញុំតែងតែអនុវត្តហើយតែងតែប្រាប់អតិថិជននៅលើការពិតនឹងឯងអត់ឲ្យគាត់រំពឹងឧទាហរណ៍ករណីជាំក៏ដោយមុនក៏ដោយទាំងអស់នេះនៅក្នុងវិស័យវិជ្ជសាស្ត្រសិតតែជាជំងឺ chronic ពាក្យថា chronic មានន័យថាជំងឺរ៉ាំរ៉ៃនៅក្នុងន័យពេទ្យពាក្យ chronic គឺមានន័យថាបញ្ហាមួយដែលកើតឡើងលើសពី3ខែចាលើសពី3ខែពេទ្យហៅ chronic ហើយអញ្ចឹងមុនក៏ជាប្រភេទ chronic ជាំក៏ជាប្រភេទ chronic ដែរអញ្ចឹងអាបញ្ហា chronic ហ្នឹងយើងគ្រូពេទ្យគ្រាន់តែឃើញជំងឺយើងដឹងបាត់ហើយថាអត់ជាដាច់ទេហើយអញ្ចឹងបើយើងស្រាប់តែគាត់មកដល់គាត់មករំពឹងថាអ្នកគ្រូខ្ញុំព្យាបាលជាឲ្យដាច់ដោយសារតែការចង់លក់សេវាកម្មដោយសារតែការចង់បានលុយខ្ញុំបែរជាបំពេញក្រមសីលធម៌មួយហ្នឹងហើយទៅឆ្លើយប្រាប់គាត់ថាអូខេខ្ញុំអាចជួយអូនបានបញ្ហាអូននឹងជាដាច់ចាអញ្ចឹងខ្ញុំខុសហើយហេតុនេះខ្ញុំអត់ជ្រើសរើសធ្វើឡើយខ្ញុំមានតែប្រាប់គាត់ថា chronic គឺមិនអាចព្យាបាលជាដាច់ទេហើយដំណើរការនៃការព្យាបាលក៏ចាយពេលវេលាដែរត្រូវការឲ្យមានការបត់បែនត្រូវការឲ្យមានការយល់ព្រមពីអតិថិជនស្គាល់ពីបញ្ហារបស់គាត់អញ្ចឹងឧទាហរណ៍ខ្លីថាបើសិនខ្ញុំដឹងថាបញ្ហាហ្នឹងអាចដោះបាន 80% ចាតែខ្ញុំនឹងប្រាប់អូនថាមុខអូនឯងជាដែរតែប្រហែលជាអាចបាន 60% ទៅ 70% ហើយបើសិនជាពេលវេលាហ្នឹងត្រូវចំណាយពេល8ខែឬក៏9ខែខ្ញុំអាចនឹងប្រាប់អូនថាយូរបន្តិចហើយតើអូន ready ក្នុងការដោះស្រាយបញ្ហាហ្នឹងដែរឬទេព្រោះខ្ញុំក៏ជាគ្រូពេទ្យតែខ្ញុំក៏ជាមនុស្សដែរខ្ញុំមានបទពិសោធន៍ច្រើនខ្ញុំមានតិចនិចច្រើនក្នុងការដោះស្រាយតែខ្ញុំក៏ត្រូវតាមដានអូនជាប់ដែរតែខ្ញុំអាចដឹងទេថាគ្រប់រឿងដែលខ្ញុំឲ្យអូនធ្វើអូនពិតជាធ្វើខ្លួនឯងតាមខ្ញុំនៅផ្ទះទាំងអស់ចុះបើសិនជារឿងមួយចំនួនដែលខ្ញុំប្រាប់ថាចង់បានលទ្ធផលប៉ុណ្ណឹងអូនឯងត្រូវធ្វើ1 2 3 4 5តែចៃដន្យអីទៅដល់ផ្ទះអូនមានភាពចាំបាច់អូន error អូន stress ធ្វើបានតែ1 2អា3ទៀតអត់បានធ្វើទេព្រោះចង់បានអាលទ្ធផលដែលខ្ញុំ guarantee នឹងដែរអញ្ចឹងវាធ្វើឲ្យទាំងអូនហើយនឹងខ្ញុំមិនសប្បាយចិត្តទាំងអស់គ្នាអញ្ចឹងការពិតមួយដែលខ្ញុំជ្រើសរើសនិយាយនោះគឺมันអាចដោះស្រាយបញ្ហាមួយទៅតាមការចង់បានរបស់អតិថិជន 100% ឡើយយើងត្រូវតែនិយាយពីអ្វីដែលអាចនិងអ្វីដែលមិនអាចដរាបណាគាត់យល់ព្រមហើយគាត់យល់ហើយយើងសប្បាយចិត្តទាំងអស់គ្នាក្នុងការដោះស្រាយចាពីអ្នកគ្រូទៅវិញនៅពេលដែលយើងឆ្លើយដូចអ្នកគ្រូលើកឡើងមកមិញចោះថាបើសិនបើគាត់អាចព្យាបាល 80% អ្នកគ្រូអត់ចង់ឲ្យគាត់រំពឹងទុកខ្ពស់ពេកអញ្ចឹងប្រាប់គាត់ត្រឹម 60-70% ប៉ុន្តែមួយផ្នែកទៀតបើសិនជាគិតទៅអ្នកគ្រូអត់គិតថាការឆ្លើយបែបហ្នឹងអាចប៉ះពាល់មកដល់ការផ្ដល់សេវាកម្មអីអ្នកគ្រូឯងពីអ្នកគ្រូទៅផ្ទាល់ទៅវិញបើពីខ្ញុំអត់ដែរគិតអញ្ចឹងឯងខ្ញុំចូលចិត្តធ្វើអញ្ចឹងហ្មងព្រោះវាជាខ្ញុំមូលហេតុដែលខ្ញុំអត់ដែរខ្លាចប៉ះពាល់ខ្លួនឯងអូនអាចយល់ថាចេះអ្នកគ្រូមានសមត្ថភាពធ្វើបានដល់8ហេតុអីអ្នកគ្រូកាត់បន្ថយសមត្ថភាពខ្លួនឯងប្រាប់គេថាធ្វើបានតែ60 70ចឹងវាបាត់ credit បន្តិចទៅហ៎ខ្ញុំអត់ទេខ្ញុំជ្រើសរើសយកគេងលក់ស្រួលពេលយប់ឡើងអាចយល់នៃនឹងអត់យល់បើសិនជាខ្ញុំប្រាប់គាត់ថា 80% អូនអញ្ចឹងអាចនឹង3ថ្ងៃក្រោយធ្វើសេវាអ្នកគ្រូថ្ងៃណាស្អាតមកខ្ញុំអ្នកគ្រូឥឡូវអាស្នាមនោះវាដូចអត់តន់បាត់សោះញ៉ាំបានគេទេ
ហើយខ្ញុំជាមនុស្សដែលមានទំនួលខុសត្រូវហើយខ្ញុំជាមនុស្សម្នាក់ដែលបើសិនជាខ្ញុំធ្វើរឿងអីមួយមិនដូចអ្វីដែលខ្លួនឯងរំពឹងខ្ញុំក៏ពិបាកកេងលក់ដែរ ចា៎ អញ្ចឹងខ្ញុំជ្រើសរើសយកការកេងលក់ស្រួលនៅពេលយប់ឡើងខ្ញុំអត់ high expectation លើខ្លួនឯងខ្ញុំក៏អត់ឲ្យភ្ញៀវ high expectation លើខ្ញុំដែរអញ្ចឹងការដោះស្រាយសម្រស់នេះវាពាក់ព័ន្ធបន្តិចទៀតទៅនឹងផ្លូវចិត្តដែលខ្ញុំថាកេងលក់ស្រួលទាំងខ្ញុំទាំងអ្នកជំងឺអញ្ចឹងបើសិនជាគាត់ដឹងថាអើយគ្រូពេទ្យប្រាប់ហើយ4ខែ5ខែ ចា៎ អញ្ចឹងគាត់ដឹងទៅថាគ្រូពេទ្យឲ្យញ៉ាំថ្នាំគ្រូពេទ្យឲ្យលាប sunscreen ឲ្យលាប skin care អញ្ចឹងគាត់ចាំ4ខែទៀតបានគាត់ធ្វើ question មកយើងម្ដងទៀតហើយអញ្ចឹងចន្លោះពេលហ្នឹងពេលដែលមនុស្សយើងសុបាយចិត្តជឿគ្រូពេទ្យមានការទុកចិត្តធ្វើតាមការណែនាំជួនកាលវាអាចបានអាលើសហ្នឹងអូតូម៉ាទិកឲ្យគាត់សុបាយចិត្តខ្លួនឯងចុះខ្ញុំចូលចិត្តធ្វើអញ្ចឹងជាង ចាចាអរគុណច្រើនណាគ្រូ ចា បានយល់មកផ្នែកទៀតពី បានយល់ វិជ្ជាបណ្ឌិតជាអ្នកព្យាបាលវិញ ចា មួយទៀតដោយសារមុននេះយើងជជែកអំពីការទទួលបានព័ត៌មានតាមអ៊ីនធឺណិតតាម AI ផ្សេងៗហើយគាត់ជ្រើសរើសយកដំណោះស្រាយចាអនុវត្តតាមអ្វីដែល AI ឬក៏អ៊ីនធឺណិតនឹងបានផ្ដល់ឲ្យគាត់ចុះបើក្នុងករណីមួយទៀតដែលគាត់ធ្វើតាមមិត្តភ័ក្តិឬមួយក៏ធ្វើតាម influencer ដែលពួកគាត់ចែកចាយវីដេអូឬក៏ធ្វើវីដេអូតាក់ទងជាមួយរឿងសម្រស់ព្រោះវាទូលំទូលាយពេកយើងអត់ពិបាកនៅក្នុងការបែងចែកថាមួយណាត្រូវមួយណាខុស ចា អញ្ចឹងបើសិនបើគាត់ជ្រើសរើសការធ្វើតាមគ្នាវិញវានៅតែមានគ្រោះថ្នាក់ទេសម្រាប់អ្នកគ្រូ សំណួរនេះខ្ញុំសូមចែកជា2ក្នុងការឆ្លើយទី1គឺអត់អីទី2គឺអីហេតុអីបានអត់អីមានន័យថាគាត់សំណាងល្អសំណាងល្អជាទូទៅយើងឃើញនៅក្នុងក្រុមអាយុដែលក្មេង ចា ឧទាហរណ៍ថាគាត់តំ teenager ឬក៏ក្រោម20ឆ្នាំចុះក្រោមគាត់សំណាងល្អភាគច្រើនដោយសារខ្លួនរបស់គាត់គឺថ្មីជារបស់ដែលថ្មីយើងទៅបង្កើតមកបាន20ឆ្នាំ collagen ក៏នៅពេញសុខភាពរាងកាយក៏នៅល្អគ្មានសម្ពាធពីការងារគ្មានទំនួលខុសត្រូវគ្រួសារ free ចា អញ្ចឹងមនុស្សបែបហ្នឹងមិនធ្វើអីក៏ស្អាតដែរហើយបើសិនជាធ្វើអីបន្តិចបន្តួចរហិតតែស្អាតទៀត ចា តែអាការស្អាតបែបហ្នឹងបើសិនជាគាត់ធ្វើត្រូវអូខេគាត់អាចចំណេញគាត់អាចអត់អីតែបើសិនជាគាត់រើសធ្វើតាមមិត្តភ័ក្តិដែរតែគាត់ធ្វើខុសក៏គាត់នៅអត់ទាន់អីដែរប៉ុន្តែចាំដល់បន្តិចទៀតអាចចូលដល់ពេលដែលគាត់ចាប់ផ្ដើមមានទំនួលខុសត្រូវក្នុងឆាកជីវិតពេលដែលគាត់ចាប់ផ្ដើម getting older 25 over ទៅអា collagen ហ្នឹងវាចាប់ផ្ដើមងាប់ពីមួយឆ្នាំទៅមួយឆ្នាំហើយអាសម្ពាធការងារកាន់តែចូលមកអាទំនួលខុសត្រូវកាន់តែមានពិបាកចិត្តរឿងអីណានៃមនុស្សយើងវាមានច្រើនរឿងអញ្ចឹងចៃដន្យអីអាទង្វើដែលគាត់ copy ពីមិត្តភ័ក្តិហ្នឹងវាជាទង្វើដែលខុសមានន័យថាចេះមិត្តភ័ក្តិគាត់រើសត្រូវសម្រាប់ស្បែកគេរួចគាត់ស្បែកផ្សេងគាត់ទៅ copy ចា គាត់អាចទទួលផលនៅថ្ងៃណាមួយ ចា អញ្ចឹងបានខ្ញុំចង់និយាយថាសម្រាប់ខ្ញុំប្រើពាក្យថា one face one treatment ខ្ញុំតែងតែប្រើពាក្យថា customize សេវាកម្ម customize skin care ទៅតាមបញ្ហានិងស្បែកជាក់ស្ដែងរបស់អតិថិជនម្នាក់ៗរៀងខ្លួន ចា มันអាចទេឧទាហរណ៍ថាខ្ញុំធ្វើសេវាឲ្យអូនហើយទៅអូនស្អាតហើយមានមិត្តភ័ក្តិម្នាក់ទៀតក៏ថាអូនិចធ្វើស្អាតណាមុខនិចលើល្អអញ្ចឹងចង់ធ្វើនឹងតាមនិចដែរ ចា បានតែមកជួបខ្ញុំសិនខ្ញុំត្រូវពិនិត្យស្បែកមុខគាត់ដើម្បីខ្ញុំធានាថាគ្រប់សេវាដែលខ្ញុំដាក់ទៅមិនមែនសម្រាប់អូនទេគឺសម្រាប់គាត់ ចាចា បែបហ្នឹង ចាប៉ុន្តែមូលហេតុអ្វីដែរដែលមនុស្សពីរនាក់មានបញ្ហាស្រដៀងគ្នាឬក៏បញ្ហាដូចគ្នាតែអាចទទួលបានការព្យាបាលដូចគ្នាបាន អូខេដោយសារតែខ្ញុំអត់ទាន់បាន clear ទៅហ្នឹង ចា មានន័យថាអូនឯងជាមិត្តភ័ក្តិឥឡូវខ្ញុំលើកឧទាហរណ៍វិញស្រួលយល់កូនភ្លោះចោះកូនភ្លោះគាត់កើតមកពីម៉ាក់តែមួយទេទៅអត់ ចា គាត់មាន genetic តែមួយទេហើយពុះតែមួយអញ្ចឹងកូនភ្លោះក៏ពេលខ្លះអត់អាចធ្វើសេវាដូចគ្នាដែរមូលហេតុឥឡូវខ្ញុំលើកឧទាហរណ៍ករណីយើងព្យាបាលស្បែកមុខឲ្យកូនភ្លោះមួយគាត់មានបញ្ហាមុនតែគាត់អត់ទាន់កើតខ្មោចទេគាត់គ្រាន់តែមានមុនទេគាត់អត់ទាន់កើតខ្មោចទេហើយគាត់ជាមនុស្សម្នាក់ដែលនៅតែក្នុងមលុបឯការងារគាត់គឺ office ហើយគាត់កើតនេះកំឡុងពេលគាត់ stress ឡើងខ្លួនដំបងអីចឹងទៅដល់ពេលមួយទៀតគឺគាត់អត់នៅ office ទេគាត់នៅក្រៅគាត់កើតមុនដូចគ្នា stress អត់មុនដូចគ្នាអាចនិយាយថាគាត់ relate ដោយសារគាត់ genetic តែមួយប៉ុន្តែករណីមួយខ្ញុំជ្រើសរើសយកការព្យាបាលបែបមកផ្សេង technique ផ្សេងសម្រាប់អ្នកនៅក្នុងមលុប ចា ម្នាក់ទៀតគាត់នៅក្តៅខ្ញុំមិនអាចធ្វើ technique ដូចអ្នកនៅក្នុងមលុបបានទេព្រោះវាការរស់នៅខុសគ្នាបាត់ហើយមុខរបរការងារខុសគ្នាបាត់ហើយ ចា អញ្ចឹងយើងអត់អាចធ្វើ technique តែមួយឡើយវានឹងធ្វើឲ្យលទ្ធផលមិនដូចការរំពឹងទុកអញ្ចឹងទៅខ្ញុំនិយាយដដែលថា
mình cua thửធ្វើតាមគ្នាព្រោះអាហ្នឹងមិនខ្ញុំនិយាយលក្ខណៈ genetic ទៅមួយផងនៅមានអ្នក genetic ខុសគ្នាទៀតជួនកាលអញមានសម្បល់ស្បែក honey skin tone តែពេលអ្នកផ្សេងទៀតគាត់រៀង skin type រៀងភ្លឺជាងនឹងតិចទៅចាអញ្ចឹង ingredient ដែលដាក់ឲ្យអ្នកដែលមាន texture ស្បែកហ្នឹងក៏យើងត្រូវច្នៃប្រឌិតក៏យើងត្រូវឥតចាស់យើងអាចដាក់តែមួយអាចធ្វើដដែលទេអ្វីត្បិតតែវាជា ingredient តែមួយតែយើងត្រូវ add up អីក្នុងនាមជាគ្រូពេទ្យដែលមានបទពិសោធន៍ផ្នែកហ្នឹងដើម្បី enhance លទ្ធផលឲ្យវាកាន់តែលឿនកាន់តែល្អហើយកុំឲ្យមានហានិភ័យចឹងគ្រូប្រសិនបើក្នុងករណីថាអតិថិជនគាត់បាន search internet គាត់បានមើលនេះមើលនោះឬក៏សួរមិត្តភ័ក្តិចឹងទៅថាគាត់មានបញ្ហាស្រដៀងគ្នាជាមួយមិត្តភ័ក្តិគាត់ហើយគាត់បានដឹងហើយថាគាត់ប្រហែលជាត្រូវការទទួលយកសេវាកម្មដូចមិត្តភ័ក្តិគាត់អញ្ចឹងហើយនៅពេលដែលគាត់មករកអ្នកគ្រូគាត់គិតថាប្រហែលជាមិនមានភាពចាំបាច់នៅក្នុងការចូលទៅប្រឹក្សាជាមួយអ្នកគ្រូទៀតទេគាត់ចង់មកដល់គឺចង់ធ្វើសេវាកម្មយកហ្មងអញ្ចឹងក្នុងនាមអ្នកគ្រូជាអ្នកផ្ដល់សេវាកម្មតើអ្នកគ្រូដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចដែរវាមានពីររឿងដែរនៅក្នុងសំណួរហ្នឹងណាចាទីមួយគាត់អាចរើសធ្វើអញ្ចឹងបានបើសិនជាសេវាកម្មនោះជាប្រភេទសេវាកម្មដែលមិនសូវតម្រូវឲ្យមានការប្រឹក្សាយោបល់ចាំបាច់ឧទាហរណ៍គាត់ចង់មកធ្វើ laser hair remove ជំរុះរោមក្លៀកចាអញ្ចឹងអូខេគាត់អាចមកធ្វើបានដោយយើងគ្រាន់តែឲ្យក្រុមការងារយើង check up ថាអូខេគល់រោមគាត់ក្រាស់ក៏ស្ដើងធ្លាប់ធ្វើពីមុនមកអត់ហើយបើធ្លាប់ធ្វើបានផលឬមិនបានផលយើងគួរអត់ចាស់មិនសួរនាំបន្តិចបន្តួចទៅរុញគាត់ធ្វើសេវាបានហើយវាអត់គ្រោះថ្នាក់វាអត់សូវគ្រោះថ្នាក់តែបើគិតឲ្យស៊ីជម្រៅបន្តិចទៀតនៅក្នុងអា laser hair remove ហ្នឹងក៏ត្រូវការគ្រូពេទ្យសួរទៀតព្រោះវាមានរឿងច្រើននៅក្នុងហ្នឹងដែលជាទូទៅមនុស្សយើងគិតថាវាដូចគ្រាន់តែបាញ់ laser ជំរុះរោមក្លៀននឹងប្រឹក្សាយោបល់អីទេចាគាត់អត់ដឹងរឿងថាចុះបើសិនជាយើងមានដុំគិសនៅក្រោមក្លៀកចុះបើយើងមានជំងឺកពេញណាមួយឬក៏យើងមានបញ្ហាដុំសាច់ណាមួយដែលនៅក្រោមក្លៀកយើងដែលมันអាចប៉ះជាមួយនឹងភ្លើង laser បានអានោះអ្នកណាអ្នកទទួលខុសត្រូវចាឃើញទេអញ្ចឹងมันគួរឡើយมันគួរមើលស្រាសេវាកម្មឡើយมันគួរមើលស្រាថាគ្រាន់តែបាញ់ជំរុះរោមក្លៀកសោះប្រឹក្សាយោបល់អីជាមួយគ្រូពេទ្យដែរយូរចាក៏ប៉ុតគឺគាត់បានបោះចោលអត្ថប្រយោជន៍របស់ខ្លួនឯងបើសិនជាគាត់រើសធ្វើបែបហ្នឹងចាអញ្ចឹងខ្ញុំលើកទឹកចិត្តថាមិនគួរធ្វើបែបហ្នឹងទេសម្រាប់ខ្ញុំសុខចិត្តចំណាយពេលវេលាមិនថា5-10នាទី1ម៉ោងឬពេលខ្លះខ្ញុំកន្សល់ភ្ញៀវដល់3ម៉ោងខែខ្លះខ្ញុំកន្សល់ដល់3ម៉ោងមូលហេតុខ្ញុំចង់ឲ្យគាត់ clear ខ្ញុំចង់ឲ្យគាត់ចំណេញខ្ញុំចង់ឲ្យគាត់ពិតជាទទួលបានសេវាថែរក្សាសម្រស់ដែលត្រឹមត្រូវចេញពីគ្រូពេទ្យដែលពិតជាអាចជួយដោះស្រាយគាត់បានឬក៏ខែខ្លះគាត់គួរដោះមិនគួរដោះទៀតអញ្ចឹងខ្ញុំគិតថាការដែលធ្វើសេវាតាមមិត្តភ័ក្តិតាមអីហ្នឹងជាយោបល់ខ្ញុំជាគ្រូពេទ្យមិនគួរធ្វើទេវាមិនទៅខាតអីទេយើងប្រឹក្សាបន្តិចទៅយើងសួរតិចទៅបើសិនជាយើងបានជួបគ្រូពេទ្យយើងមានអារម្មណ៍កក់ក្ដៅពីអ្នកផ្សេងខ្ញុំអត់ដឹងតែបើពីខ្ញុំនៅក្នុងជំនាញផ្សេងដែលខុសពីជំនាញរបស់ខ្ញុំពេទ្យក៏ខ្ញុំត្រូវទៅរក consultant របស់គេដូចគ្នាខ្ញុំចង់ដឹងខ្ញុំចង់សួរខ្ញុំចង់ឲ្យ clear ខ្ញុំអត់ចង់ថាអូខេឯងមានលុយចង់ចាយអត់ទេចាយចង់ចាយឲ្យត្រូវខ្ទង់ដែរអញ្ចឹងការដែលយើងមកប្រឹក្សាមុននឹងយើងធ្វើអីមួយសូម្បីតែការបាញ់រោមក្លៀកហ្នឹងក៏យើងត្រូវចាយក្នុងការបាញ់រោមក្លៀកឲ្យត្រូវដែរជួនកាល 4-5 ឆ្នាំក្រោយបើសិនជាយើងពិតជាមានអា condition concern នៅក្រុមហ្នឹងដែលយើងអាចបាន check up ទេចាជួនកាលវាអាចជាចំណុចបញ្ញាអារម្មណ៍មួយព្រោះបើខ្ញុំសួរអូនឯងមានបញ្ហាដុំអីនៅក្នុងរាងកាយអត់បើសិនជាខ្ញុំធ្វើសេវាកម្មណាមួយដែលវារៀង aggressive សម្រាប់ខ្ញុំឲ្យតែប្រើកម្លាំងដែលរៀងខ្ពស់បន្តិច radio frequency ឬ laser ឬក៏ពពួកអីដែលរៀងខ្ពស់បន្តិចសម្រាប់ខ្ញុំដែលខ្ញុំគិតថាវាជា condition មួយអាច concern ខ្ញុំនឹងចោទសួរសំណួរសុខភាពទៅគាត់ហើយនៅក្នុងរាងកាយអូនមានធ្លាប់ check up ទេមានជំងឺអីដែលគិតថាគ្រូពេទ្យប្រាប់អូនថាអូនឯងត្រូវប្រាប់គេថ្ងៃក្រោយបើទៅនេះអូនឯងមានជំងឺនេះជួនកាលគាត់អត់ដឹងទេដែលបាន check up សុខភាពសោះក៏មានដែរចាអញ្ចឹងពេលដែលគាត់បានសំណួរពីខ្ញុំគាត់ alert មួយចេញភ្លើងមួយបាត់ចេញពីខ្ញុំទៅគាត់អាចនឹងទៅ check up សុខភាពអញ្ចឹងគាត់ទទួលបានចំណេញច្រើនពីការប្រឹក្សាមិនគួរមកធ្វើស្រែកតែចិត្តទេជួបនិយាយតិចចំណេញច្រើនណាចាអរគុណច្រើនមែនទែនគ្រូពីខ្ញុំជាអ្នកសួរផ្ទាល់ក៏ខ្ញុំពិតជាអត់បានដឹងរឿងហ្នឹងមែនខ្ញុំគិតដូចគ្នាថាគ្រាន់តែបាញ់ laser clear ហ្នឹងហេតុអីបានចាំបាច់ត្រូវមកប្រឹក្សាជាមួយអ្នកគ្រូអញ្ចឹងខ្ញុំជឿជាក់ថាបន្ទាប់ពីបានស្ដាប់ពី
អ្នកគ្រូវិជ្ជាបណ្ឌិតដែលធ្វើការនៅក្នុងវិស័យនេះផ្ទាល់ហើយជាអតិថិជនក៏ដូចជាខ្ញុំដែរបានដឹងរឿងមួយជ្រុងទៀតថាមូលហេតុអីបានយើងគួរតែទទួលការប្រឹក្សាច្បាស់លាស់ហើយមិនគួរកំងសេវាកម្មដូចកំងមហូបតាមតែចិត្តខ្លួនឯងទេចាករណីមួយទៀតអ្នកគ្រូធ្លាប់ជួបអត់ប៉ះសិនបើអតិថិជនគាត់មករកអ្នកគ្រូឲ្យធ្វើសេវាកម្មទទួលបានការប្រឹក្សាអីត្រឹមត្រូវឯក៏ប៉ុន្តែគាត់រំពឹងលទ្ធផលថាគាត់នឹងអាចជាលឿនអ្នកគ្រូធ្លាប់ជួបបញ្ហាហ្នឹងអត់ហើយអាចដោះស្រាយជាមួយនឹងបញ្ហាហ្នឹងយ៉ាងម៉េចដែរជួបច្រើនណាហើយការដោះស្រាយរបស់ខ្ញុំគឺនៅតែដដែលឈលលើការពិតប្រាប់គាត់ខ្ញុំលើកឧទាហរណ៍មួយឲ្យស្រួលយល់ករណីព្យាបាលមុខជាប់ខ្ញុំមាន4គោលការណ៍ទី1គាត់ត្រូវតែជាមនុស្សម្នាក់ដែល ready to ព្យាបាលរួចរាល់ក្នុងការមកព្យាបាលមុខរួចរាល់ហ្នឹងរៀងធ្ងន់បន្តិចមានន័យថារួចរាល់ទាំងការត្រៀមបាត់ចិត្តក្នុងការចំណាយលើការព្យាបាលជាប់ព្រោះការព្យាបាលជាប់ប្រើពេលយូរចំណាយថវិកាច្រើនណាទី2គាត់ត្រូវតែជាមនុស្សម្នាក់ដែលត្រៀមខ្លួនរួចរាល់ក្នុងការធ្វើតាមគ្រូពេទ្យប្រាប់បើខ្ញុំប្រាប់គាត់ថាកំឡុងពេលព្យាបាលគាត់មិនគួរត្រូវ make up អានឹងតើគាត់អូខេទៀតទី3គាត់ត្រូវតែជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការជួយឲ្យខ្លួនឯងស្អាតដែរគាត់មិនអាចយកបាត់ចិត្តមកដុំមកបោះឲ្យខ្ញុំហើយពឹងទៅលើគ្រូពេទ្យអ្នកគ្រូធ្វើមកឲ្យខ្ញុំស្អាតខ្ញុំពិតជាមិនអាចជួយលាប skin care ជូនគាត់បានមែនទី4គាត់ត្រូវតែជាមនុស្សម្នាក់ដែលមានការរស់នៅអំណោយផលដល់ការព្យាបាលជាប់មិនត្រូវពលឺថ្ងៃជាប្រចាំទេមិនមែនជាចុងភៅចំអិនអាហារទេមិនមែនជាអ្នកដែលថ្ងៃណាក៏ស្ទីមសូណាទេព្រោះការព្យាបាលជាប់ពិតជាត្រូវការកិច្ចកម្ដៅច្រើនមែនទែនខ្ញុំសូមលើកអាទី2បន្តិចខ្ញុំមានសំណួរច្រើនដែលគាត់ថាអីអត់ឲ្យ make up អត់ឲ្យលាបមុខរួចបើសិនត្រូវទៅកម្មវិធីការមិត្តភ័ក្ដិបងប្អូនអីទៅទាំងកវែងកវាមចឹងមែន No make up បានតើតែចង់និយាយថាយើងគួរតែកាត់បន្ថយហើយយកតែអ្វីដែលជាការចាំបាច់បំផុតបានហើយឥឡូវឧទាហរណ៍ថាអូនចាក់វីតាមីនមុខព្យាបាលជាប់តែទឹកក្រោយអូនត្រូវការចូលរួមកម្មវិធី special ខ្លាំងជាប្អូនបង្កើតមាន event ធំអញ្ចឹងអូនត្រូវទៅ make up នឹងឯង make up បានតើមិនថាមិនអោយទេប៉ុន្តែក្រោយពីការ make up ហ្នឹងយើងត្រូវ clean up បែបម៉េចយើងត្រូវមកថែទាំជួសជុលស្ដារលទ្ធភាពស្បែកយើងបែបណាដើម្បីឲ្យវាសមស្របនឹងយើងជាមនុស្សម្នាក់កំពុងតែព្យាបាលជាប់ចា៎ព្រោះអាការប្រើប្រាស់គ្រឿងសម្អាងបិទបាំងហ្នឹងវាបំផ្លាញស្បែកហើយវាប្រជ្រះទៅនឹងការព្យាបាលជាប់អញ្ចឹងខ្ញុំជ្រើសរើសយកប្រាប់លក្ខខណ្ឌ4ចំណុចនេះទៅអតិថិជនរបស់ខ្ញុំមុននឹងសម្រេចចិត្តថាគាត់គួរតែព្យាបាលមួយខ្ញុំអត់បើគាត់អូខេ4 condition ហ្នឹងគាត់ធ្វើបាន yes ចាប៉ុន្តែក្នុងនាមជាអតិថិជនណាអ្នកគ្រូខ្ញុំរៀងចង់ដឹងបន្តិចដែរថាបើសិនបើគាត់មកព្យាបាលជាប់ដូចអ្នកគ្រូនិយាយអញ្ចឹងមុននេះមិនអញ្ចឹងហើយគាត់ទៅធ្វើរឿងដែលយើងហាមតើវាមានផលប៉ះពាល់អីនៅលើគាត់វាចេញជាប្រតិកម្មយ៉ាងម៉េចដែរផលប៉ះពាល់មានទាំងគាត់មានទាំងយើងគ្រូពេទ្យទី1លទ្ធផលគាត់វាទៅមកព្រោះជាប់គឺស្រឡាញ់យើងណាវាស្រាលអញ្ចឹងទៅស្រាប់តែគាត់ភ្លេចខ្លួនទៅធ្វើអាទង្វើដែលយើងហាមដែរប៉ុន្តែវាមិនមែនជាចេតនាគាត់ទេជួនកាលគាត់អចេតនាគាត់ភ្លេចខ្លួនគាត់អចេតនាទៅធ្វើរឿងអស់ហ្នឹងស្រាប់តែគាត់ថាអាការព្យាបាលលើកទី2នោះថ្លាដល់ហើយអ្នកគ្រូដល់ពេលឥឡូវដូចកាំងស្ដោកអត់ទៅណាសោះមុខស្អាប់ដដែលអញ្ចឹងចាយើងទៅឆែកគាត់ទៀតអញ្ចឹងយើងទៅប្រឹក្សាទៀតគាត់សួរទៀតព្រោះណានៅខ្ញុំមិនមែនប្រឹក្សាម្ដងទេប្រឹក្សារហូតតតអតិថិជនលែងត្រូវការដំណោះស្រាយអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមកាំងលទ្ធផលហ្នឹងពេលដែលគាត់ទៅធ្វើអារឿងដែលយើងហាមហ្នឹងគាត់អាចនឹងជួបបទពិសោធន៍មួយគឺកាំងលទ្ធផលអញ្ចឹងយើងចាប់ផ្ដើមសួរបងនៅកំឡុងពេលហ្នឹងបងមានអីប្លែកទេដឹងអីបងចេញក្រៅច្រើនអត់មានបានប្រើ UV ការពារកម្ដៅថ្ងៃទាំងមួកទាំងលេអត់ឬក៏ចៃដន្យអីមួយរយៈហ្នឹងបងចូលធ្វើចុងភៅញាប់ជាងលើកមុនដឹងចំអិនម្ហូបយូរដឹងមានមួយងាស់មានអីត្រូវប្រើភ្លើងច្រើនដឹងព្រោះ sunscreen អត់មានសមត្ថភាពការពារអាកម្ដៅហ្នឹងទេ UVA UVB ចានៅមានអា UVC មួយទៀតប៉ុន្តែយើងមិនសូវខ្វល់ពីវាយើងមិនសូវបានលើកវាឡើងទេតែ sunscreen ដែលយើងប្រើគឺការពារបានតែ UVA និង UVB ហ្នឹងទេអាចការពារបាន blue ray ខ្លះដែរមាន sunscreen ការពារ blue ray ខ្លះដែរតែមិនមែនជាកម្ដៅពីការធ្វើម្ហូបពីការ steam ពីការដែលយើងដើរកាត់មេឃក្ដៅហើយអាជះពីក្រោមឡើងមកវិញអីហ្នឹងណា sunscreen គ្នាជួយអត់បានទេ